របៀបបើកមុខងារសុវត្ថិភាពការពារឆាត Telegram កុំឲ្យគេ hack អញ្ចឹងចំពោះបងប្អូនដែលបារម្ភពីឆាត Telegram របស់បងប្អូនខ្លាចមានគេ hack ឬក៏ខ្លាចគេគ្រប់គ្រងទៅលើគណនី Telegram របស់បងប្អូនហ្នឹងដោយបារម្ភខ្លាចគេយកទៅធ្វើថាអំពើអនាចារឬក៏ធ្វើអំពើណាមួយដែលមិនគប្បីចំពោះសង្គមឬក៏ធ្វើឲ្យបំផ្លាញកិត្តិយសនឹងស្អីផ្សេងក្នុងរបស់យើងហ្នឹងបងប្អូនអាចសាកបើកនៅមុខងារសុវត្ថិភាពការពារឆាតទៅលើ Telegram នេះបានហើយចំណុចពិសេសនៃការបើកនៅមុខងារនោះគឺបងប្អូនគ្រាន់តែមាននៅ email ឬក៏ Gmail មួយគឺជាការស្រេចអញ្ចឹងដើម្បីចង់ដឹងថាបើកនៅមុខងារសុវត្ថិភាពការពារទៅលើឆាត Telegram របស់គេ hack ហ្នឹងយ៉ាងណាទៅតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាបាទជារបបបងប្អូនចូលមកកាន់ Telegram របស់បងប្អូនមកបន្តមកទៀតបងប្អូនទៅយកពាក្យថា setting ដើម្បីយើងទៅបើកមុខងារសុវត្ថិភាពទាំងឯងហើយបន្តមកទៀតបងប្អូនទៅយកពាក្យថា privacy and security ហើយបងប្អូនទៅយកពាក្យថា two step verification ហើយបងប្អូនទៅយកពាក្យថា set additional password តាមខ្ញុំមកហើយចូលមកដល់កន្លែងនេះគឺគេតម្រូវឲ្យយើងបង្កើតនៅ password ដើម្បីគ្រប់គ្រងទៅលើ Telegram របស់បងប្អូនអញ្ចឹងណាអញ្ចឹងបងប្អូនបង្កើតពីលើខាងលើគេនឹងដាក់នៅ password របស់បងប្អូនមកដើម្បីបង្កើតឲ្យវាមានសុវត្ថិភាពបន្តមកទៀតខាងក្រោមបងប្អូនវាឲ្យដូចគ្នាមកទៅលើ password ដែលបងប្អូនបានបង្កើតនឹងបន្ទាប់ពីបងប្អូនបានបង្កើតរួចហើយបងប្អូនយកពាក្យថា create password មកបន្តមកទៀតចូលមកដល់កន្លែង hint នេះគឺជាកន្លែងដែលយើងត្រូវដាក់លេខកូដមកតង់ទៀតពីលើ password ហ្នឹងនៅពេលណាដែលបងប្អូនភ្លេច password អីគឺវាអាចលេខហ្នឹងជាជំនួយបងប្អូនអាចដាក់អីក៏បានដែរបន្ទាប់បងប្អូន screenshot មួយមកបាទដាក់តែ5 6ខ្ទង់ទៅក៏បានដែរបាទដូចតែខ្ញុំបានបង្ហាញអញ្ចឹងណាអញ្ចឹងបងប្អូនយកពាក្យថា continue មកហើយចូលមកដល់កន្លែងនេះគឺគេតម្រូវឲ្យយើង add email របស់បងប្អូនបញ្ចូលអញ្ចឹងបងប្អូនមាន email មិនថា Gmail Yahoo ឬក៏អីផ្សេងទេបងប្អូនបាយបញ្ចូលហើយយកពាក្យថា continue អញ្ចឹងចូលមកដល់កន្លែងនេះវានឹងផ្ញើលេខកូដទៅកាន់ email របស់យើងដែលយើងបានវាបញ្ចូលមិញហ្នឹងបងប្អូនយកលេខកូដហ្នឹងយកមកបញ្ចូលនៅកន្លែងនេះបន្តមកទៀតបងប្អូនយកពាក្យថា continue គឺជាការស្រេចអញ្ចឹងការដែលយើងបើកនៅមុខងារសុវត្ថិភាពការពារឆាត Telegram កុំឲ្យគេ hack គឺយើងអាចធ្វើទៅបានហើយអញ្ចឹងបងប្អូនយកពាក្យថា return to setting មកវានឹងបង្ហាញនៅកន្លែង two step verification ហ្នឹងវាលោតនៅពាក្យ on ហើយពីដំបូងវាលោតនៅពាក្យ off អញ្ចឹងណាអូខេអញ្ចឹងរបៀបដែលយើងបានបើកមុខងារសុវត្ថិភាពការពារទៅលើឆាត Telegram យើងកុំឲ្យគេ hack ហ្នឹងគឺយើងអាចធ្វើទៅបានហើយដែលយើងបានភ្ជាប់ជាមួយនឹង email ហើយយើងលែងបារម្ភពីការរំខានពីបុគ្គល hacker ទៀតហើយឆាត Telegram របស់យើងប្រកាសជាមានសុវត្ថិភាពហើយមួយទៀតចង់ផ្ដាំដល់បងប្អូនថាបើសិនជាបងប្អូនចង់ឲ្យឆាត Telegram របស់បងប្អូននៅគង់វង្សយូរអង្វែងដោយប្រព័ន្ធសុវត្ថិភាពហ្នឹងសូមបងប្អូនកុំចុចនៅ link ផ្ដេសផ្ដាស់អញ្ចឹងណាដើម្បីកុំឲ្យមានថាបុគ្គល hacker ដែលលួចចូលមកកាន់តាមរយៈកូដឬក៏តាមរយៈ SMS ឬក៏តាមរយៈ link ដែលគេបានដាក់ហ្នឹងបងប្អូនគ្រាន់តែចុចទៅគឺវាអាចបំបែកកូដទៅលើការពារសុវត្ថិភាពឆាត Telegram របស់បងប្អូនហើយអញ្ចឹងសូមប្រាប់បងប្អូនកុំឧស្សាហ៍ចុច link ផ្ដេសផ្ដាស់ពេកបាននៅក្នុង comment ណាក៏ដោយឲ្យតែជា link បើសិនជាបងប្អូនមិនដឹងប្រភពទេហើយបើសិនជាបងប្អូនដឹងប្រភព link ហ្នឹងជាបរិណាឬក៏ជាវីដេអូអ្វីគឺបងប្អូនអាចចុចបានដោយមិនមានការភ័យបារម្ភអ្វីទេតែបើសិនជាបងប្អូនចុចខុសទៅលើ link របស់បុគ្គល hacker គឺនោះបងប្អូននឹងបាត់នៅគណនី Telegram ឬក៏ឆាត Telegram នេះដោយមិនដឹងខ្លួនបាទអញ្ចឹងវីដេអូនេះគ្រាន់តែជាការសារដាស់តឿនហើយក៏ដូចជាប្រាប់ពីរបៀបបើកនៅមុខងារឆាតការពារទៅលើឆាត Telegram តែប៉ុណ្ណឹងអញ្ចឹងវីដេអូនេះក៏ឈានចូលមកដល់ទីបញ្ចប់កុំភ្លេចចុច like share និង follow ដើម្បីទទួលបាននៅវីដេអូថ្មីៗបន្ថែមទៀតបាទអរគុណជួបគ្នានៅវីដេអូក្រោយ